ជំរាបសួរអ្នកគ្នាបាទអញ្ចឹងស្វាគមន៍អ្នកគ្នាចូលមកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមាន tip មួយនិយាយអំពីការសម្អាតត្រៃស៊ីនៅពេលដែលវា load ក្រហមបែបនេះអញ្ចឹងដើម្បីយើងអាចធ្វើបានអ្នកគ្នាកុំភ្លេចទស្សនាវីដេអូនេះដល់ចប់ហើយកុំភ្លេចជួយ like share subscribe មួយដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតតាក់ទងជាមួយនឹង technology ថ្មីៗផងដែរអូខេអញ្ចឹងដើម្បីយើងអាចធ្វើការសម្អាតនៅជាមួយនឹងត្រៃស៊ីនេះបានជាដំបូងអ្នកគ្នាចូលទៅកាន់ laptop យើងទាំងអស់គ្នាអូខេអញ្ចឹងដើម្បីយើងធ្វើការសម្អាតនៅត្រៃស៊ីរបស់យើងបានបាទអញ្ចឹងខ្ញុំចូលទៅកាន់ត្រៃស៊ីរបស់ខ្ញុំបាទឥឡូវនេះគឺត្រៃស៊ីរបស់ខ្ញុំបាន load ក្រហមពេញតែម្ដងអញ្ចឹងធ្វើឲ្យ laptop របស់យើងគឺដំណើរការទៅគឺ slow ខ្លាំងមែនទែនអ្នកគ្នាបាទធ្វើ laptop របស់យើង slow ហើយយឺតមែនទែនបាទហើយអ្នកគ្នាមើលបានគឺត្រៃស៊ីរបស់យើងគឺថាក្រហមតែម្ដងហើយជាពិសេសគឺ spec ដែលនៅសល់ត្រឹមតែ 26G.7 ទេបាទអញ្ចឹងដើម្បីយើងអាចចំណេញ space នៅត្រៃស៊ីបានអញ្ចឹងយើងមិនចាំទៅចែកពីត្រៃ D ឬត្រៃអីដើម្បីយកមកបំពេញទេចឹងអ្នកគ្នាមិនភ័យទេចឹងយើងគ្រាន់តែធ្វើនៅចំណុចទាំងនេះនោះ laptop របស់យើងនឹងធ្វើឲ្យ drive C នេះ load ចេញជាពណ៌ Q នេះវិញអូខេចឹងដើម្បីឲ្យធ្វើបានជាដំបូងអ្នកគ្នាធ្វើការចូលទៅកាន់ file folder បាទចូលទៅកាន់ file folder ហើយបន្តមកអ្នកគ្នាស្វែងរកពាក្យថា folder download ចឹងអ្នកគ្នាចូលកន្លែង download នេះអ្នកគ្នានឹងឃើញ file ដែលយើងធ្លាប់ download ជាច្រើនពីមុនអីបាទគឺវានៅកន្លែងហ្នឹងទាំងអស់តែម្ដងបាទអញ្ចឹងដើម្បីនេះយើងមិនចាំបាច់អីទេបើសិនអ្នកគ្នាចង់ copy វាទៅដាក់នៅត្រៃ D របស់អ្នកគ្នាឬក៏ត្រៃ F អញ្ចឹងទៅគឺអ្នកគ្នាធ្វើការ control A ទាំងអស់ហើយតមកយើងធ្វើការ copy អញ្ចឹងទៅហើយអ្នកគ្នាយកទៅផាសចូលទៅក្នុងនោះទៅប៉ុន្តែបើយើងអត់ចង់ទុកទេអ្នកគ្នាធ្វើការ delete វាចោលទៅអូខេអញ្ចឹងហើយទៅលើចំណុចមួយទៀតទៅលើការលុបទៅលើក្នុង Telegram desktop បាទអញ្ចឹងរាល់ការប្រើប្រាស់ទៅលើ Telegramវានឹងធ្វើការ download auto បន្តិចទៅនោះអញ្ចឹងដែលធ្វើឲ្យ laptop របស់យើងងាយក្នុងការពេញត្រៃស៊ីលឿនបាទអញ្ចឹងគឺធ្វើឲ្យត្រៃស៊ីរបស់យើងនេះគឺឆាប់ពេញមែនទែនដោយសារក្នុង Telegram វាមានមុខងារមួយគ្រាន់តែយើងធ្វើការចុចធ្វើការមើលរូបភាពឬក៏មើលវីដេអូអីគឺវានឹង auto ចូលមកកាន់កន្លែង Telegram desktop នេះ direct តែម្ដងបាទអញ្ចឹងកន្លែងនេះអីប៉ះពាល់បញ្ហាទៅលើ Telegram របស់យើងទេបាទគឺយើងគ្រាន់តែលុបចំណង file ដែលវាបាន download មកតែប៉ុណ្ណោះអូខេអញ្ចឹងខ្ញុំធ្វើការលុបជាមួយនឹង Telegram desktop នេះចោលមួយហើយទាំងអស់នេះខ្ញុំចង់លុបគឺយើងធ្វើការលុបទៅបើយើងចង់លុបទេមិនលុបទេអូខេអញ្ចឹងឥឡូវនេះខ្ញុំបានធ្វើការលុបជាមួយនឹង Telegram desktop ចោលដើម្បីយើងធ្វើឲ្យ laptop របស់យើងចំណេញ space នៅត្រៃស៊ីហើយទៅលើចំណុចមួយទៀតខ្ញុំចង់recommendអ្នកគ្នាធ្វើគឺទៅលើ desktop នេះបើដូចជា folder អីផ្សេងៗអីអ្នកគ្នាធ្វើការ copy វាដាក់ចូលទៅក្នុងត្រៃ D ទៅឧទាហរណ៍ខ្ញុំចង់copy នេះចេញអញ្ចឹងអ្នកគ្នាធ្វើការខាត់មានន័យថាយើងផ្លាស់ប្ដូរទីតាំងរបស់វា direct តែម្ដងបាទអញ្ចឹងយើងយកទៅដាក់វាទៅក្នុងត្រៃ D ឬក៏ត្រៃ F របស់អ្នកគ្នាមកអូខេអញ្ចឹងខ្ញុំធ្វើការដាក់នៅកន្លែងនេះហើយខ្ញុំធ្វើការផាសចូលបាទអញ្ចឹងនោះនឹងធ្វើឲ្យឯកសារអីផ្សេងៗអីគឺយើងរុញវាទៅដាក់នៅត្រៃ D ត្រៃ A ទៅដើម្បីឲ្យត្រៃ C របស់យើងតំណែង space ជាងមុនហើយធ្វើឲ្យ laptop របស់យើងគឺដំណើរការលឿនជាងមុនអញ្ចឹងទៅអូខេអាហ្នឹងទៅលើការផ្លាស់ប្ដូរទីតាំងទៅលើការលុបនៅក្នុង Telegram desktop របស់យើងបាទអូខេអញ្ចឹងទៅលើចំណុចមួយទៀតខ្ញុំចង់ឲ្យអ្នកគ្នាទៅលើការសម្អាតទៅលើប្រភេទកន្ទុយ file ចាស់ៗដែលយើងធ្លាប់ប្រើពីមុនណាដូចជាយើងធ្លាប់ប្រើ Word Excel បាទទៅលើកម្មវិធីការ download កម្មវិធីចូលកម្មវិធីអីហ្នឹងគឺវាតែងតែ store ចំណងកន្ទុយ file ផ្សេងៗនៅក្នុងបាទ laptop របស់យើងអូខេអញ្ចឹងដើម្បីយើងអាចធ្វើបានអ្នកគ្នាគ្រាន់តែចុចទៅលើ keyboard ចុច Windows បូកជាមួយនឹងអក្សរ Oបើអញ្ចឹងទេអ្នកគ្នាធ្វើការ search ថាបាទអ្នកគ្នាចូលទៅកាន់ line search នេះអ្នកគ្នា search ថាពាក្យថា RAM អញ្ចឹងយើងធ្វើការចុចពាក្យ RAM បាទអញ្ចឹងមកដល់ត្រង់ចំណុចនេះគឺយើងគ្រាន់តែសរសេរពាក្យថា tab 1បាទ TEMP បាទអ្នកគ្នាគ្រាន់តែសរសេរពាក្យហ្នឹងហើយចុចពាក្យថា OK បាទហើយបន្តមកយើងធ្វើការលុបជាមួយនឹងកន្ទុយ file ចាស់ៗហ្នឹងចោលបាទយើងធ្វើការលុបទៅបាទអញ្ចឹងអ្នកគ្នាធ្វើការ Control A ដើម្បីយើងធ្វើការ Select All ហើយ Control D ដើម្បីយើងធ្វើការ Delete ហើយបន្តមកយើងធ្វើការចុចពាក្យថា Continue មកដល់ត្រង់ចំណុចនេះវាឲ្យយើង script ជាមួយនឹង file បាទជា file zip អញ្ចឹងយើងមិនធ្វើការលុបទេអ្នកគ្នាគ្រាន់តែចុចគ្រីសមួយហើយចុចពាក្យថា script ទៅគឺយើងធ្វើការលុបតែ file កន្ទុយ file ទេអញ្ចឹង file ដើមគឺវាអត់មានបញ្ហាប៉ះពាល់អីទេអូខេអញ្ចឹងយើងធ្វើការពាក្យថាខ្វែងចោលអញ្ចឹងអ្នកខ្វែងចោលមួយទៀតអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះគឺយើងអាចធ្វើការលុបកន្លែងនេះមួយហើយទៅលើចំណុចមួយទៀតអ្នកធ្វើការចុច Windows បូកជាមួយនឹងអក្សរ O ដូចគ្នាបាទ
យើងចូលទៅកន្លែងនឹងដូចគ្នាហើយអ្នកគ្នា search ពាក្យថា prefix អូខេចឹងអ្នកគ្នាធ្វើការ search ពាក្យថា prefix P R E F E C A ហើយបន្តមកអ្នកគ្នាធ្វើការអូខេចឹងមកដល់កន្លែងនេះគឺយើងធ្វើការលុបបន្ទុយ file ដូចគ្នាអ្នកគ្នាធ្វើការ Control A Control D ចឹងយើងធ្វើការ delete បាទចឹងពេលនេះយើងធ្វើការ delete ហើយអូខេចឹងទៅលើចំណុចចុងក្រោយអ្នកគ្នាធ្វើការ clean up ទៅលើម៉ាស៊ីននឹងទាំងមូលបាទទៅលើ file ដែលយើងធ្លាប់ធ្វើការ download អីយើងលុបអីគឺយើងធ្វើការ delete វាចោលទាំងអស់ចឹងអ្នកគ្នា search ពាក្យថា this device clean up ចឹងអ្នកគ្នា search ពាក្យថា this clean up មកបាទចឹងកន្លែងនេះយើងធ្វើការ clean up ទៅលើ drive C បាទដោយសារយើងចង់ឲ្យ drive C របស់យើងទៅនៃបានច្រើនជាងមុនអូខេចឹងយើងធ្វើការ select យក drive C ហើយអ្នកគ្នាធ្វើការចុចពាក្យថា OK បាទមកដល់ត្រង់ចំណុចនេះវាកំពុងតែធ្វើការចូលទៅកាន់ clean up ចឹងចំណុចដែលយើងគូយើងយកកន្លែងរូបធុងសម្រាប់នេះមួយហើយកន្លែងនេះអ្នកគ្នាចង់លុបក៏បានដែរបាទអូខេចឹងអ្នកគ្នាគ្រាន់តែគ្រីសតាមខ្ញុំមកបាទចឹងខ្ញុំយកបណ្ណេបាទខ្ញុំគ្រីសទាំងអស់ហើយបន្តមកអ្នកគ្នាធ្វើការចុចពាក្យថាអូខេហើយអ្នកគ្នាធ្វើការ delete file បាទកន្លែងនេះអ្នកគ្នាមិនភ័យមិនបារម្ភទេក្នុងការបាត់ file អីគឺវាមិនប៉ះពាល់អីទេវាគ្រាន់តែធ្វើការ delete ជាមួយនឹងបន្ទុយ file ចាស់ៗដែលយើងបានធ្វើការ Control A Control D មុននឹងបន្តិចណាយើងធ្វើការលុបហ្នឹងអូខេអញ្ចឹងបន្ទាប់ពីអ្នកគ្នាធ្វើការលុបទៅលើ Telegram រួចហើយ clean up ទៅលើ Telegram desktop ហើយយើងធ្វើការលុបនៅក្នុងពាក្យ download ហើយយើងធ្លាប់យើងបានធ្វើការក្នុងការ copy file ឯកសារផ្សេងៗយើងយកទៅដាក់ក្នុង drive នេះរួចហើយចំណុចចុងក្រោយយើងបានធ្វើការក្នុងការលុបជាមួយនឹង text file រួចហើយបាទអញ្ចឹងនឹងជួយឲ្យ laptop របស់យើងទៅនៃ space ជាងមុនអញ្ចឹងយើងចូលទៅឆែកទាំងអស់គ្នាតើទៅនៃ space បានប៉ុណ្ណាអូខេអញ្ចឹងខ្ញុំចូលទៅកាន់ file folder បាទអញ្ចឹងខ្ញុំចូលទៅកាន់ file folder ហើយតមកខ្ញុំចូលទៅ disk PC បាទឥឡូវនេះគឺ drive C របស់ខ្ញុំលេងក្រហមទៀតហើយខ្ញុំទៅចំណេញ space រហូតដល់ពាក់ការ៉ាអ្នកគ្នាបាទមុនហ្នឹងតាំង25ទេឥឡូវនេះខ្ញុំបាន space រហូតដល់ 62G ផងដែរក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកគ្នាកុំភ្លេចចុច like share subscribe ដើម្បីទទួលបានវីដេអូនិងចំណេញផ្សេងៗទៀតបាទអរគុណអ្នកគ្នាកុំភ្លេច like share អ្នកមួយផងបាយបាយ